ចាលោកអ្នកនាងកញ្ញាជាទីមេត្រីនៅព្រឹកថ្ងៃទី13ខែតុលាឆ្នាំ2025នេះចាកងកម្លាំងថៃជាច្រើនអ្នកដែលប្រដាប់ទៅដោយអាវុធចាបាននាំគ្នាដើរល្បាតនិងបន្តចល័តគ្រឿងចាក់ចូលមកឈូសឆាយដីរបស់ប្រជាពលរដ្ឋនៅភូមិព្រៃច័ន្ទដែលពួកគេបានពាត់បន្លាលួចចាប់តាំងពីថ្ងៃទី13ខែសីហាមកចាសកម្មភាពឈូសឆាយដីនេះគឺជាលើកទី2ហើយចាគឺបន្ទាប់ពីប្រមាណយប់មកនេះយោធាថៃដែលរួមទាំងប្រជាជនជាតិថៃនោះចាគឺបានចាក់ជាធំបាសសម្លើជាសម្លេងខ្មៅចាសម្លេងឆ្កែលូផងចាស្មូតចម្រៀងងាកហើយមានទាំងចាក់វីដេអូឯកសារគម្រាមប្រជាប្រដ្ឋខ្មែរឲ្យចេញពីភូមិទៀតផងចាលោកហ៊ុនសេរីវត្តនិងលំអិតជូនទស្សនិកជនអំពីការបន្តសកម្មភាពឈូសឆាយដីរបស់ប្រជាប្រដ្ឋខ្មែរនៅភូមិព្រៃច័ន្ទនិងសកម្មភាពចាក់ធំបាសខ្លាំងរំខានដល់ដំណេកយាយីផ្លូវចិត្តប្រជាប្រដ្ឋខ្មែរលោកសេរីវត្តសកម្មភាពទាហានថៃយកគ្រឿងចាក់មកឈូសឆាយដីប្រជាប្រដ្ឋខ្មែរនៅភូមិព្រៃច័ន្ទចាឃុំអូ3ជាន់កើតឡើងនៅម៉ោងប្រមាណបាទបញ្ចប់សកម្មភាពហើយឬនៅចាបាទអរគុណធារីសូមជម្រាបសួរប្រិយមិត្តកម្មជាតិថ្មីផងដែរបាទសកម្មភាពដែលថៃយកគ្រឿងចាក់យកមកឈូសឆាយនៅលើដីដែលពួកគេបានរាយបលាលួសពីមុនមកហើយគេមកចូលមកឈូសឆាយដីនេះបើមើលទៅគឺធ្វើបន្តតាំងពីថ្ងៃទី10ខែតុលាកន្លងទៅសកម្មភាពនេះគឺចាប់ផ្ដើមនៅម៉ោងប្រមាណ10 និង10 នាទីព្រឹកហើយបើតាមមកដល់ល្ងាចនេះគឺខ្ញុំអត់ទាន់បានទទួលព័ត៌មានបន្ថែមទេតែបើតាមការបញ្ជាក់ពីភ្នាក់ងារយើងនៅខេត្តបន្ទាយមានជ័យថាមិនទាន់បញ្ឈប់ទេនៅរសៀលថ្ងៃទី10នេះបើនិយាយទៅគឺសកម្មភាពនៃការឈូសឆាយនេះគឺតាំងពីថ្ងៃ10មកថ្ងៃ11ដោយអត់មានព័ត៌មានទេប៉ុន្តែនៅថ្ងៃទី12គឺមានសកម្មភាពម្ដងហើយនៅថ្ងៃទី13គឺមានសកម្មភាពម្ដងទៀតម៉ោងនៃការឈូសហ្នឹងគឺប្រហែលគ្នាទេដូចជាថ្ងៃនេះអញ្ចឹងគឺចាប់ផ្ដើមចូលឈូសនៅម៉ោងប្រហែលជា10ព្រឹកអញ្ចឹងហើយបានបញ្ចប់នៅម៉ោង11ព្រឹកនិងនៅពេលរសៀលនោះគឺពីម៉ោង2កន្លះរហូតដល់ម៉ោង3រសៀលជារៀងតាំងពីថ្ងៃទី10ថ្ងៃទី12និងថ្ងៃទី13នេះបាទសកម្មភាពនៃការចូលមកឈូសនោះគឺគេលើកហេតុផលហើយដូចជាគេបានផ្ញើលិខិតមកកងពលទូចថ្មជើងលេខ51របស់កម្ពុជាអំពីការចូលមកឈូសឆាយនោះគឺដើម្បីធ្វើសកម្មភាពក្នុងការរាវរកមីនហើយខ្ញុំឃើញការផ្សាយរបស់សារព័ត៌មានរបស់ថៃនៅថ្ងៃនេះក៏បានលើកឡើងថាគេបានរកឃើញមីន2គ្រាប់ផងដែរនៅក្នុងភូមិព្រៃច័ន្ទនឹងបាទចាដោយដែលលោកសេរីវត្តនិងទស្សនិកជនបានជ្រាបហើយថាចាប់តាំងពីថ្ងៃចូលមកឈូសឆាយដីប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃច័ន្ទកាលពីថ្ងៃទី10ខែតុលាមកនៅរៀងរាល់យប់ចាស់ទាហានថៃគឺបានចាក់សម្លេងធំបាសខ្លាំងមិនអាចឲ្យប្រជាពលរដ្ឋដែលរស់នៅទីនោះសម្រាប់បាននោះទេតែការធ្វើសកម្មភាពចាក់ធំបាសនាពេលយប់របស់កងកម្លាំងថៃនេះមានរូបភាពបែបណាដែរចា៎បាទបើនិយាយពីសម្លេងគឺឮខ្លាំងដោយដែលលោកនាងបានឃើញពីការបង្ហោះនៅសារព័ត៌មានផ្សេងនៅប្រទេសកម្ពុជាអញ្ចឹងគឺសម្លេងនោះគឺឮខ្លាំងមែនទែនសម្លេងនោះគឺមានដូចជាសម្លេងឆ្កែលូសម្លេងព្រឺរន្ធត់អាចាំស្គែធ្វើឲ្យយើងមានភ័យខ្លាចមានសម្លេងសូត្រធម៌មានសម្លេងខ្លះណាមានចាក់ចម្រៀងផងទាំងចម្រៀងថៃចម្រៀងខ្មែរសម្លេងភាពយន្តឯកសារតន្ត្រីអីជាដើមអញ្ចឹងអ្វីដែលគួរឲ្យកត់សម្គាល់គឺកាលពីថ្ងៃទី12កាលពីមានក្រុមអ្នកអង្កេតការបានចុះទៅពិនិត្យនោះគឺគេបានផ្អាកប៉ុន្តែក្រោយពីក្រុមអ្នកអង្កេតការចេញទៅវិញហ្នឹងគឺថៃបានបន្តចាក់សម្លេងនឹងទៀតចំពោះការកត់សម្គាល់ហ្នឹងគឺមួយយប់ហើយចាក់ប្រហែលជា3 4ដងបើន័យថាម្ដងគឺមានរយៈពេលវែងហើយសម្រាប់បានប្រហែលជា1 ម៉ោង 2 ម៉ោងគឺគេចាប់ផ្ដើមចាក់រំខានទៀតហើយមានទាំងសម្លេងយន្តហោះចម្បាំងអីជាដើមនេះគឺជាសកម្មភាពនៃការបំផិតបំភ័យស្មារតីហើយតាមការលើកឡើងរបស់មេកំណត់កាន់ចំខ្លាំងហ្នឹងគេថាគឺជាការធ្វើឲ្យដូចជារបៀបថាចាក់សម្លេងហ្នឹងដើម្បីដេញពលរដ្ឋខ្មែរដែលរស់នៅភូមិព្រៃច័ន្ទភូមិជោគជ័យអីហ្នឹងឲ្យចេញពីទឹកដីហ្នឹងដោយសារតែគេអះអាងថាគឺជាទឹកដីរបស់គេខណៈដែលព្រំដែននៅតំបន់ហ្នឹងគឺប្រទេសទាំងពីរមិនទាន់បានឈានទៅដល់ការសម្រេចថាជាទឹកដីរបស់ប្រទេសណានៅឡើយទេហើយការសកម្មភាពនេះគឺនៅតែបន្តយើងឃើញហើយតាំងពីថ្ងៃទី11 12មកគឺមានសកម្មភាពជាបន្តបាទចាលោកសេរីវត្តអ្វីដែលកាន់តែហួសចិត្តទៅទៀតដូចចាស់គឺថានាយករដ្ឋមន្ត្រីថៃលោកអនុទានឆាន់វីរៈគុលចាបានថ្លែងគាំទ្រពេញចំពោះចាស់ទង្វើរបស់បុគ្គលដែលឈ្មោះចំផ្លាំងដែលគេស្គាល់ថាជាស្ថាបនិកដឹកលីមួកនោះចាស់ដែលរកវិធីបំពងសម្លេងខ្មោចចាស់ឆ្កែលូរំខានប្រជាពលរដ្ឋខ្មែរមិនឲ្យបានសម្រាប់ដូច្នេះហេតុអ្វីបានជាធ្វើឲ្យនាយករដ្ឋមន្ត្រីចាស់បែរជាគាំទ្រទង្វើបែបនេះទៅវិញចាស់បើពិបាកមើលក្នុងចិត្តរបស់នាយករដ្ឋមន្ត្រីថៃដែរប៉ុន្តែបើយើងមើលជារូបភាពទូទៅគឺវាដូចជាការឌឺដងដុតប្រឆេះកំហឹងដុតការឈឺចាប់របស់ឲ្យពលរដ្ឋខ្មែរឈឺចាប់ឲ្យរដ្ឋាភិបាលខ្មែរឈឺចាប់ចំពោះសកម្មភាពរបស់គេអញ្ចឹងសកម្មភាពនេះបើសិនជារដ្ឋាភិបាលថៃមិនអនុញ្ញាតទេខ្ញុំគិតថាមិនអាចកើតឡើងទេហេតុអីបានខ្ញុំហ៊ាននិយាយអញ្ចឹងគឺកាលពីរដ្ឋាភិបាលដែលដឹកនាំដោយគណៈបកភឿថៃដែលលោកនាយករដ្ឋមន្ត្រី
ភូមិឋានវិឆាយាឆៃពេលហ្នឹងគឺកាន់ចំខ្លាំងហ្នឹងក៏បានរៀបចំឡានដឹកលាមកមករកបាញ់ទៅលើប្រជាពលរដ្ឋខ្មែរដែលតវ៉ាជាមួយនឹងទាហានថៃនោះផងដែរក៏ប៉ុន្តែពេលហ្នឹងគឺនាយករដ្ឋមន្ត្រីថៃពេលហ្នឹងក៏បានចេញមករៀបរៀងថ្កោលទោសសកម្មភាពដែលថាជាសកម្មភាពនោះគឺជាសកម្មភាពដែលអសិលធម៌ដែលធ្វើឲ្យប៉ះពាល់ទៅដល់មុខមាត់របស់ប្រទេសថៃនៅលើឆាកអន្តរជាតិអ្វីដែលកោតសម្គាល់គឺក្រោយពីគាត់ចេញប្រតិកម្មនឹងមកគឺឃើញកាន់ចំខ្លាំងហ្នឹងគឺគេបានបង្ហាញនៅការតូចចិត្តតូចថ្លើមតែគេធ្វើសកម្មភាពជួយរដ្ឋាភិបាលជាច្រើនឆ្នាំហើយបែរជារដ្ឋាភិបាលបានរៀបរៀងសកម្មភាពរបស់គេនេះហើយសកម្មងាកមកសកម្មភាពថ្មីៗនេះវិញបើសិនជារដ្ឋាភិបាលរបស់លោកអនុទានមិនអនុញ្ញាតទេក៏កាន់ចំខ្លាំងនេះក៏គេមិនហ៊ានដល់ថ្នាក់នឹងដែរយើងឃើញហើយគេបាននិយាយថាការធ្វើសកម្មភាពរបស់គេនឹងគឺទទួលបានការអនុញ្ញាតពីរដ្ឋបាលខេត្តស្រះកែវជាមួយនឹងយុទ្ធភូមិភាគទី1របស់ថៃដែលអនុញ្ញាតឲ្យចាក់សម្លេងខ្លាំងៗទាំងកដាលយប់កដាលទ្រាររំខានដំណេករបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងភូមិព្រៃច័ន្ទភូមិជោគជ័យទាំងពីរហ្នឹងខ្ញុំឃើញថាសកម្មភាពនេះគឺដូចជាការគ្រប់គ្រងមួយហើយបង្ហាញពីភាពមិនស៊ីវិល័យរបស់ប្រទេសមួយដែលធ្លាប់តែអួតខ្លួនថាជាប្រទេសស៊ីវិល័យពីមុនមកគ្មានសិលធម៌ធ្វើសកម្មភាពដែលប៉ះពាល់ទៅដល់ផ្លូវចិត្តក្នុងលិខិតរបស់សមាជិកព្រឹទ្ធសភារបស់ប្រទេសថៃដូចជាកាលពីមានបញ្ហារបស់រងគាត់បានដាក់លិខិតទៅឲ្យរដ្ឋាភិបាលថៃពិចារណាលើករណីនឹងឡើងវិញពីព្រោះថាជនស៊ីវិលមិនមែនជាកម្មវត្ថុនៃការធ្វើឲ្យប៉ះពាល់ផ្លូវចិត្តនៃការបំផិតបំភ័យណាមួយនៅក្នុងស្ថានភាពដែលមានចំនួននោះទេក៏ប៉ុន្តែយើងឃើញហើយក្រោយពីគាត់ដាក់លិខិតឲ្យរដ្ឋាភិបាលនឹងរដ្ឋាភិបាលពិនិត្យលើឡើងវិញឃើញមានក្រុមជ្រុលនិយមមួយចំនួនបានធ្វើការវាយប្រហារទៅលើសមាជិកព្រឹទ្ធសភាម្នាក់នោះអំពីថាគាត់នឹងមិនបានដឹងពីស្ថានភាពព្រំដែនចង់ឲ្យគាត់ទៅមើលពីស្ថានភាពព្រំដែនវិញនិយាយពីរឿងព្រំដែនគឺជារឿងប្រទេសនឹងប្រទេសប៉ុន្តែសកម្មភាពរបស់ប្រជាជនគឺជារឿងផ្សេងមនុស្សសិទ្ធិមនុស្សគឺមាននៅគ្រប់ទីកន្លែងការធ្វើសកម្មភាពបែបនេះគឺជាសកម្មភាពដែលបំពានទៅដល់សិទ្ធិមនុស្សធ្ងន់ធ្ងរដែលយើងឃើញហើយគណៈកម្មាធិការសិទ្ធិមនុស្សរបស់កម្ពុជាក៏បានដាក់លិខិតទៅកាន់ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិដើម្បីពិនិត្យលើរឿងនេះដែរបើយើងមើលសកម្មភាពរបស់លោកអនុទាននៅពេលនេះគឺឃើញថាគាត់កំពុងតែធ្វើសកម្មភាពដើម្បីរក្សាប្រជាប្រិយភាពរបស់គាត់ឃើញថាក្នុងប្រទេសថៃឥឡូវសកម្មភាពនៃការជ្រុលនិយមជ្រុលជាតិជ្រុលនិយមរបស់ថៃគឺកំពុងតែពុះកញ្ជ្រោលហើយគណៈដែលគាត់កំពុងតែបង្កើនប្រជាប្រិយភាពរបស់គាត់សម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយនោះដូច្នេះគាត់ត្រូវការយកចិត្តពីពលរដ្ឋផងយកចិត្តពីយោធាផងដើម្បីគ្រប់គ្រងនៅអំណាចរបស់គាត់ដើម្បីក្នុងការបោះឆ្នោតនៅឆ្នាំក្រោយជារួមខ្ញុំគិតថាការចេញមកគ្រប់គ្រងសកម្មភាពដែលគ្មានសិលធម៌នេះគឺជាការបង្ហាញថាលោកអនុទានមិនមែនជាបុគ្គលដែលមានគុណធម៌មានមនុស្សធម៌ក្នុងខ្លួនទេវាគឺជាការឌឺដងការមើលងាយមកកម្ពុជាបង្កើតការឈឺចាប់ឲ្យកាន់តែខ្លាំងដល់ប្រជាពលរដ្ឋខ្មែរយើងឃើញហើយពលរដ្ឋខ្មែរត្រូវបានគេដេញពីផ្ទះសម្បែងខណៈពេលដែលពួកគាត់នៅដេកនៅក្រោមតង់តវ៉ាទាមទារដើម្បីបានត្រឡប់ទៅផ្ទះសម្បែងវិញត្រូវបានគេដាក់សម្លេងឆ្កែព្រុសឆ្កែលូបណ្ដេញពួកគាត់បន្ថែមទៀតវាគឺជារឿងដែលឈឺចាប់មួយដែលក្នុងនាមជាជាតិសាសន៍មួយដែលត្រូវគេមើលងាយនេះសកម្មភាពរបស់លោកអនុទានគ្រប់គ្រងសកម្មភាពគ្មានសិលធម៌នេះអាចបង្ហាញថាគាត់ជាមនុស្សដែលវាមានចរិតដូចគ្នានឹងហើយបានជាអាចគ្រប់គ្រងគ្នាបានហើយការធ្វើសកម្មភាពនេះគឺដើម្បីគ្រប់គ្រងដើម្បីរក្សាប្រជាប្រិយភាពរបស់គាត់សម្រាប់ការបោះឆ្នោតនៅឆ្នាំ2026ខាងមុខនោះបាទចាលោកស្រីវត្តជុំវិញសកម្មភាពចាត់ដកក៏ក្លឿនដែលតែងតែបង្កឡើងដោយក្រមយោធាថៃក៏ដូចជាក្រមជ្រុលនិយមថៃមកលើប្រជាពលរដ្ឋខ្មែរចាជាពិសេសទៅលើប្រជាពលរដ្ឋនៅភូមិព្រៃច័ន្ទនេះតែម្ដងតែកម្ពុជាចាជាពិសេសនោះគឺគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាឆ្លើយតបយ៉ាងណាទៅនឹងសកម្មភាពរំខានដំណេកចាយាយីផ្លូវចិត្តពលរដ្ឋកម្ពុជានេះចាបណ្ដឹងថ្មីមួយកាលពីចុងសប្តាហ៍នេះគឺត្រូវបានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានដាក់ទៅឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិដើម្បីឲ្យគាត់បានដឹងអំពីសកម្មភាពនៃការធ្វើទុកបុកម្នេញប្រជាពលរដ្ឋខ្មែរពីសំណាក់ក្រមជ្រុលនិយមថៃនេះហើយលើពីនឹងទៀតគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានអញ្ជើញឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិដើម្បីមកពិនិត្យនៅលើទីតាំងដោយផ្ទាល់យើងឃើញហើយតាំងពីមានការដេញប្រជាពលរដ្ឋខ្មែរមកគឺអត់ទាន់មានឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហជាតិចុះមកពិនិត្យដោយផ្ទាល់តែការមកពិនិត្យដោយផ្ទាល់នោះគឺអាចឲ្យគាត់ដឹងពីសកម្មភាពដែលឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជាពីការបំពានទៅលើបទឈប់បាញ់ពីការបំពានទៅលើកិច្ចព្រមព្រៀងនានារវាងកម្ពុជានិងថៃដែលអាចធ្វើឲ្យគាត់មានសេចក្តីសន្និដ្ឋានឬក៏ជាផុសតាងសម្រាប់ក្នុងជំហររបស់គាត់នៅលើឆាកអន្តរជាតិចំពោះប្រទេសកម្ពុជាឬក៏ប្រទេសថៃណាមួយចឹងក្នុងលិខិតនោះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថាថៃបានបំពានទៅលើបទឈប់បាញ់បំពានទៅលើការព្រមព្រៀងគ្នារវាងកម្ពុជាថៃក្នុងកិច្ចប្រជុំ GBC កាលពីខែកញ្ញាកន្លងទៅហើយបានបំពានទៅដល់សិទ្ធិមនុស្សធ្ងន់ធ្ងរនិងលិខិតទុបកសិទ្ធិមនុស្សអន្តរជាតិផ្សេងទៀតក្រៅពីនេះគណៈកម្មការសិទ្ធិមនុស្សកម្ពុជាក៏បានអំពាវនាវឲ្យមានការស៊ើបអង្កេតជាបន្ទាន់ជាមួយនឹងការ
សងជំងឺចិត្តទៅដល់ជនរងគ្រោះនៃការប្រើប្រាស់ឧបករណ៍បំពងសម្លេងធ្វើប៉ះពាល់ទៅដល់ផ្លូវចិត្តរបស់ប្រជាពលរដ្ឋខ្មែរនេះផងដែរបាទចាសសូមអរគុណលោកសេរីវត្តដែលបានចូលខ្លួនមកលំអិតជូនទស្សនិកជនចាស់ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់កងកម្លាំងយោធាថៃចាស់ដែលបានចូលមកល្បាតនិងបន្តចល័តគ្រឿងចាក់ឈូសឆាយដីរបស់ប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃច័ន្ទក្នុងថ្ងៃនេះចា៎អរគុណធារី